លោកនាងជាទីគោរពរាប់អានព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ2025អូសាកាកាន់សៃនៅប្រទេសជប៉ុននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី13ខែមេសាដល់ថ្ងៃទី13ខែតុលាឆ្នាំ2025ខាងមុខនេះក្រោមប្រធានបទរៀបចំសង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅតាមគម្រោងព្រឹត្តិការណ៍ពិព័រណ៍នេះនឹងមានការចូលរួមពីប្រទេសប្រមាណ158នៅលើពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរតាមរយៈព្រឹត្តិការណ៍នេះប្រទេសកម្ពុជានឹងបង្ហាញអំពីសក្តានុពលលើផ្នែកពាណិជ្ជកម្មវិនិយោគបេតិកភណ្ឌវប្បធម៌និងទេសចរណ៍ជាដើមទៅលើវិស័យទេសចរណ៍នៅថ្ងៃនេះខ្ញុំនឹងមានកិច្ចសភាមួយជាមួយនឹងលោកឈុនសុជាតិដែលជាប្រធានផ្នែកលក់សម្រាប់ភ្ញៀវក្រុមនឹងការប្រជុំនៃក្រុមហ៊ុនទេសចរ All Dream Cambodia ដែលក្រុមហ៊ុននេះនឹងចូលរួមនៅក្នុងពិព័រណ៍នេះផងដែរឥឡូវនេះយើងជួបជាមួយនឹងលោកសុជាតិតែម្ដងបាទជំរាបសួរលោកសុជាតិបាទជំរាបសួរលោកសុភ័ក្រអរគុណច្រើនលោកដែលបានជួយចូលរួមនៅក្នុងកម្មវិធីរបស់ខ្ញុំនៅពេលនេះមុនចូលដល់សំណួរមូលហេតុដែលចូលរួមនៅក្នុងពិព័រណ៍នេះខ្ញុំចង់ឲ្យលោករៀបរាប់ត្រួសអំពី background ប្រវត្តិរបស់ក្រុមហ៊ុនទេសចររបស់លោកបន្តិចបាទសូមជឿបាទអរគុណលោកសុភ័ក្រហ្នឹងហើយក្រុមហ៊ុនទេសចរ All Dream គឺជាក្រុមហ៊ុនមួយដែលបង្កើតឡើងដោយជនជាតិខ្មែរយើង3រូបនិងបរទេសរូបបារាំងជនជាតិបារាំងចំណុចលេចធ្លោរបស់ក្រុមហ៊ុនយើងគឺយើងផ្ដោតសំខាន់ទៅលើ Thailand និងមានន័យថាយើងធ្វើសម្របទៅតាមកម្មវិធីរបស់ភ្ញៀវចិត្តភ្ញៀវចង់បានមិនចឹងណាបងហើយមួយទៀតគឺយើងណែនាំគាត់ទៅកន្លែងដែលមានមនុស្សស្គាល់តិចបាទដើម្បីជាបទពិសោធន៍ព្រោះអីមិនមែនថាយើងរុញគាត់ទៅកន្លែងដែលមានមនុស្សស្រាប់ទេតែយើងនាំគាត់ទៅកន្លែងតិចហ្នឹងហើយកន្លែងអស់ហ្នឹងយើងមានទៅខាងកូលែនទៅភ្នំកូលែនទៅមើលដំរីនៅភ្នំកូលែនទៅមើលបឹងទន្លេសាបទៅមើលខាងកោះរ៉ុងហើយក្នុងកម្មវិធីអស់ហ្នឹងយើងមានសកម្មភាពផ្សេងទៀតដែលភ្ញៀវអាចចូលរួមបាននៅតាមតំបន់ហ្នឹងដូចជាលក្ខណៈធ្វើសិប្បកម្មនៅសច្ចៈអីជាដើមហើយហ្វាអញ្ចឹងណាបងបាទចូលរួមមើលហ្វាមើលអីចឹងទៅហើយបន្ទាប់ពីហ្នឹងមកទៀតខាងយើងហ្នឹងក៏ប្រាជ្ញាចិត្តមានថាទទួលខុសត្រូវដើម្បីឲ្យទេសចរយើងហ្នឹងវាប្រកបដោយនិរន្តរភាពបាទមានន័យថាគាត់មកម្ដងហើយគាត់ចង់មកម្ដងទៀតហើយវាមានតំណែងតំណងផ្សារភ្ជាប់គ្នាហ្នឹងជាមួយនឹងបរិស្ថានបាទមានថាក្រុមហ៊ុនខ្ញុំជាក្រុមហ៊ុនមួយដែលផ្ដោតសំខាន់ទៅនិរន្តរភាពរបស់ទេសចរបាទអញ្ចឹងធ្វើម៉េចដើម្បីឲ្យទេសចរបន្តទៅមុខបានយូរអង្វែងអញ្ចឹងយើងជាក្រុមហ៊ុនទី1ដែលអាចcalculate កបោនមានថាអាចបូកសរុបការបំភាយកបោនហ្នឹងរបស់ភ្ញៀវម្នាក់បន្ទាប់មកយើងធ្វើការទិញដោះដូរជាមួយនឹងខាងដៃគូសហការរបស់យើងចំណុចលេចធ្លោរបស់យើងពីរផ្សេងទៀតគឺផ្ដោតទៅលើការអភិវឌ្ឍសង្គមគឺយើងជួយគ្រប់គ្រងទៅដល់សហគមន៍មូលដ្ឋានដូចជាខាងសាលាបៃដូចជាខាងខ្មែរអមតៈដែលគាត់ផ្សព្វផ្សាយសិល្បៈរបស់យើងបាទទៅឆាកអន្តរជាតិហើយចំណុចសំខាន់មួយទៀតគឺយើងផ្ដល់បដិសណ្ឋារកិច្ចខ្មែរមានថាស្នាមញញឹមអញ្ចឹងណាបងបាទអញ្ចឹងភ្ញៀវដែលគាត់មកយើងគឺគាត់ត្រូវតែមានអាភាពកក់ក្ដៅបងតាំងពីស្វាគមន៍រហូតដល់ចុងបញ្ចប់ជាងគាត់ទទួលបានភាពកក់ក្ដៅពីយើងបាទទទួលស្គាល់មានន័យថាគាត់មកដល់មកដូចជាក្រុមគ្រួសារគាត់អញ្ចឹងយើងទទួលបដិសណ្ឋារកិច្ចរបស់គាត់គឺដូចគ្រួសារតែមួយអញ្ចឹងបាទបងបាទអរគុណច្រើនឥឡូវមើលសំណួរពាក់ព័ន្ធទៅនឹងមូលហេតុដែលក្រុមហ៊ុនទេសចររបស់បងដែលបានចាប់អារម្មណ៍ទៅចូលរួមនៅក្នុងពិព័រណ៍ពិភពលោក2025អូសាកាកាន់សៃនៅប្រទេសជប៉ុនវិញហេតុអ្វីបានជាក្រុមហ៊ុនរបស់លោកបានចាប់អារម្មណ៍ហើយកំពុងតែរៀបចំគេហៅស្តង់នៅទីនោះផងដែរហេតុអ្វីបានជាចាប់អារម្មណ៍ទៅបាទសូមជម្រាបបញ្ជាក់តិចបាទអរគុណបងសំណួរទី2តកតងជាមួយនឹងរឿងនេះដោយសារយើងមើលឃើញពីឱកាសបាទអញ្ចឹងកាលពីឆ្នាំ2005គាត់បានខាងជប៉ុនក៏គាត់បានធ្វើវិព័ន្ធម្ដងដែរកាលនោះគាត់ទទួលបានភ្ញៀវត្រឹមតែ21លាននាក់អីតែប៉ុណ្្នឹងឯងហើយ5%ហ្នឹងគឺជាជនជាតិបរទេសមានហត្ថតិចមែនតើបាទនៅឆ្នាំ2010គេធ្វើនៅសៀងហៃពិព័រណ៍បាទជោគជ័យមែនតើរហូតដល់73លាននាក់បាទហើយក្នុងហ្នឹងគ្រាន់តែជនបរទេសហ្នឹងវា30%ជាងបន្ទាប់មកទៀតគេធ្វើនៅមីឡែនអ៊ីតាលីគេធ្វើទៅទទួលបាន22លាននាក់ភ្ញៀវបរទេស36%មានថាធម្មតាតែធ្វើទៅភ្ញៀវបរទេសនិងភ្ញៀវជាតិចូលរួមទស្សនាបាទហើយ2020យើងទៅធ្វើហើយហ្នឹងនៅឌូបៃយើងទទួលបានភ្ញៀវ24លាននាក់ក្នុងហ្នឹងមានភ្ញៀវអន្តរជាតិ33%ក្នុងប្រហែលជា8លាននាក់បាទអញ្ចឹងត្រឡប់មកពិព័រណ៍កាន់សៃអូសាកា2025យើងវិញយើង estimate ថានឹងមានភ្ញៀវរហូតដល់28លាននាក់ទាំងភ្ញៀវជាតិនិងអន្តរជាតិ
ហើយ27លានអ្នកហ្នឹងយើងគិតថាអូខេមានភ្ញៀវអន្តរជាតិហ្នឹង12% 12% បាទអញ្ចឹងវា12%វាខ្ទង់ប្រហែលជា3.5លានអ្នកឯហ្នឹងឯងបង ចាំមានន័យថាយើងទៅនេះយើងបង្ហាញសក្តានុពលយ៉ាងម៉េចដើម្បីអាចឲ្យភ្ញៀវទេសចរដែលទាំងជនជាតិជប៉ុននិងជនបរទេសផ្សេងទៀតដែលគាត់អាចថាបានទេសនានៅស្តង់របស់យើងហើយអំពីក្រុមហ៊ុនរបស់យើងហើយអាចគាត់មកលេងនៅប្រទេសកម្ពុជារបស់យើងបាទ យើងមានយករបស់ទៅខ្លះ បាទ ហ្នឹងហើយហើយនៅពេលយើងទៅហ្នឹងអ្វីដែលយើងបង្ហាញមុនគេគឺអានេះគោលដៅរបស់យើងមានថាអានេះយើងធ្វើទៅបារាំងសាំហ្នឹងគឺយើងយកទៅតាម បាទ បើយើងនិយាយទៅចង់ឲ្យប្រទេសកម្ពុជាយើងខ្លាចជាគោលដៅចម្បងមានថាអត់ចង់បន្តជាលក្ខណៈជា extension ជា destination បន្តមានគោលដៅបន្ទាប់របស់គេពីប្រទេសផ្សេងៗ បាទ អញ្ចឹងចង់ឲ្យគេមកដល់មកខ្មែរហ្មងបាទសម្រាប់ថ្ងៃអនាគត បាទ បាទឥឡូវគឺយើងចាប់ផ្ដើមពីឥឡូវរហូតដល់ថ្ងៃអនាគតគឺយើងចង់បានអញ្ចឹង បាទ ហើយអ្វីយើងនេះហ្នឹងគឺយើងដើម្បីទៅប្រម៉ូទផ្សព្វផ្សាយមិនថាវប្បធម៌ឬក៏ទេសចរអេកូទេសចររបស់យើងវាថាភ្ញៀវដែលតាក់ទងជាមួយនឹងអេកូទេសចរ បាទ ហើយមួយទៀតគឺយើងលើកតម្កើងអេកូទេសចរសារនេះហើយនៅពេលយើងទៅសារនេះគឺយើងនឹងធ្វើការសហការជាមួយនឹងខាងជប៉ុន បាទ ឬក៏ដៃគូសហការផ្សេងទៀតពីអន្តរជាតិដែលគាត់មកទស្សនាពិព័រណ៍ហ្នឹង បាទលោកបានបញ្ជាក់មិញអំពីការដែលមូលហេតុដែលយើងចូលរួមនៅក្នុងពិព័រណ៍នេះហើយប៉ុន្តែលោកអាចបញ្ជាក់ឲ្យច្បាស់បន្តិចបានទេតើយើងនឹងនាំយកយ៉ាងម៉េចដើម្បីអាចទាក់ទាញទេសចរជាពិសេសដែលលោកបានបញ្ជាក់មិញថាឲ្យខ្លាចជាប្រទេសកម្ពុជាខ្លាចជាគោលដៅទេសចរយើងបង្ហាញគេមិនដើម្បីទាក់ទាញគេបាទសូមបញ្ជាក់បន្តិចបាទ ណាការបង្ហាញរបស់យើងគឺយើងបង្ហាញឲ្យខ្លាយទៅជាកម្ពុជាយើងគឺជាគោលដៅទី1 បាទ បាទហើយបង្ហាញមួយទៀតគឺយើងនឹងយកកញ្ចប់ទេសចររបស់យើងដែលផ្ដោតសំខាន់ទៅនឹងមិនផ្ដោតសំខាន់តែវប្បធម៌មួយមុខទេក៏ប៉ុន្តែយើងផ្ដោតសំខាន់ទៅទេសចរធម្មជាតិទៀតតែព្រោះភ្ញៀវភាគច្រើនគាត់មើលវប្បធម៌ច្រើនអញ្ចឹងគាត់អ្នកខ្លះក៏គាត់នេះដែរអញ្ចឹងយើងកុំយកបុកចូលគ្នាទៅទាំងអស់រួមបញ្ចូលទៅទាំងអស់ហើយយើងបង្កើតដៃគូសហការយើងនៅនោះដោយសារនៅពេលដែលបើកពិព័រណ៍អញ្ចឹងមិនមានតែជនជាតិជប៉ុនទេភ្ញៀវបរទេសក៏មានដែរអញ្ចឹងអ្នកខ្លះគាត់មកដើម្បីសហការអ្នកខ្លះគាត់មកដើម្បីចូលរួមទស្សនាអញ្ចឹងវាជាឱកាសរបស់យើងផងដែរ បាទវិព័រណ៍នេះតាមខ្ញុំដឹងគឺរយៈពេល6ខែនោះក្នុងអំឡុងពេល6ខែហ្នឹងលោកមានក្តីរំពឹងថានៅពេលដែលក្រុមហ៊ុនរបស់យើងបានផ្សព្វផ្សាយទៅអាចរៀបចំកញ្ចប់ទេសចរពីជប៉ុនក៏ដោយមកពីបណ្ដាប្រទេសផ្សេងទៀតក៏ដោយមកតាមរយៈក្រុមហ៊ុនរបស់លោកមកដើរលេងប្រទេសកម្ពុជាមានចំនួនច្រើនដែរទេបាទជាក្តីរំពឹងបាទជាក្តីរំពឹងគឺយើងសង្ឃឹមថាយើងនឹងមានច្រើន បាទ បាទដោយសារនៅពេលដែលយើងទៅនេះគឺយើងសហការជាមួយនឹងខាងBLB បាទ Bayon Retail Business ដែលគាត់ជាម្ចាស់របស់ខាងសិប្បកម្មនៅរបស់សច្ចាសិប្បកម្មសច្ចានៅសៀមរាប អូ បាទកាលឆ្នាំ2020ដែលយើងធ្វើពិព័រណ៍នៅរូបៃ បាទ ខាងគាត់ក៏យើងសហការជាមួយគ្នាដែរតែកាលនោះយើងអត់បានបញ្ជូនបុគ្គលិកទៅទេយើងមានបុគ្គលិកគាត់នៅខាងនោះជួយចាត់ចែង បាទ តែសារនេះគឺយើងទៅផ្ទាល់ បាទទទួលស្គាល់សម្រាប់កញ្ចប់ទេសចរនេះយើងអាចថាមានចំនួនប្រមាណនេះដែលយើងអាចរៀបបញ្ចប់បានសម្រាប់ជនបរទេសដែលគាត់ចង់មកលេងស្រុកខ្មែរបាទ ជាកញ្ចប់ដែលយើងយកទៅនេះតែមួយកញ្ចប់ទេមួយកញ្ចប់ហ្នឹងគឺ12ថ្ងៃ 12ថ្ងៃ 12ថ្ងៃ12ថ្ងៃក៏ប៉ុន្តែគាត់អាចមានថាសុំផ្លាស់ប្ដូរបានព្រោះអីយើងគឺរៀបចំ tailor made មានថាធ្វើអ្វីតាមរបស់ភ្ញៀវចង់បានហ្នឹងឯង បច្ចុប្បន្ននេះឃើញថាភ្ញៀវទេសចរជនជាតិជប៉ុនដែលមកលេងស្រុកខ្មែររបស់យើងគឺនៅមានចំនួនមិនទាន់ច្រើននៅឡើយលោករំពឹងថានៅពេលដែលបញ្ចប់ពិព័រណ៍រយៈពេល6ខែនេះតាមរយៈក្រុមហ៊ុនរបស់លោកក៏ដូចជាខាងក្រសួងពាក់ព័ន្ធហ្នឹងក៏បានផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចររបស់យើងលោកគិតថាជនជាតិជប៉ុននឹងអាចមកលេងស្រុកខ្មែរច្រើនបន្ថែមទៀតដែរទេបាទសូមជឿបាទ បាទអញ្ចឹងអ្វីដែលយើងសង្ឃឹមបន្ទាប់ពីពិព័រណ៍ហើយនេះគឺយើងព្យាយាមធ្វើ promotion ធ្វើការផ្សព្វផ្សាយធ្វើអីអញ្ចឹងហើយយើងនឹងសង្ឃឹមថាវានឹងឡើងត្រឡប់ទៅវិញទៅមានថា20ទៅ30% វិញដើម្បីឲ្យបានស្មើឬក៏ហាក់ផែលនឹងឆ្នាំ2019ដែលភ្ញៀវទេសចរឡើងមកបាទ បើយើងនិយាយទៅភ្ញៀវជនជាតិជប៉ុនទាំងអស់វាមាន125លាននាក់ហើយក្នុងហ្នឹងមានតែ17លាននាក់ទេដែលដើរហើយ17លាននាក់ហ្នឹងវាយើងគិតទៅមានមិនដល់ 1% ហ្នឹងដែលមកស្រុកខ្មែរ បាទ អញ្ចឹង
ឱកាសការងារឬក៏ឱកាសរបស់យើងណាដែលចាប់យកភ្ញៀវជប៉ុនគឺវាមានច្រើនមែនតើអញ្ចឹងនេះជាចំណុចដែលសំខាន់របស់យើង បាទអរគុណច្រើនជាសំណួរពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោកមួយសំណួរចុងក្រោយមួយទៀតគឺដើមឆ្នាំនេះមានកញ្ចប់ធួច្រើនទេដែលបានកក់ទុកសម្រាប់មកលេងស្រុកខ្មែរមិនថាតែជនជាតិណាទេមានចំនួនប្រមាណដែរលោកអាចបញ្ជាក់បានទេបាទហើយពីច្រើនជាប្រទេសនៅក្នុងតំបន់ណាដែរបាទអរគុណសម្រាប់ការកក់ពីឥឡូវមានពីឥឡូវមានហើយកក់ឥឡូវសម្រាប់ដើរលេងឆ្នាំក្រោយៗគឺយើងមានច្រើនអូបាទទីផ្សារសំខាន់របស់យើងនិយាយទៅអាចថា70ទៅ80%គឺបារាំងអូជនជាតិបារាំងបាទជនជាតិបារាំងមានថាមិនជនជាតិបារាំងទីផ្សារបារាំងហ្នឹងមានថាប្រទេសដែលនិយាយភាសាបារាំងបាទប្រទេសដែលនិយាយភាសាបារាំងបាទបន្តក្រោយហ្នឹងមកយើងមានអាមេរិកមានអង់គ្លេសជាបន្តមានអេស្ប៉ាញអ៊ីតាលីអីបន្តទៀតជាចុងក្រោយមួយទៀតលោកអាចបញ្ជាក់ឬក៏មានការយល់ឃើញយ៉ាងម៉េចដែរដោយសារមួយរយៈនេះខ្ញុំក៏សម្គាល់ឃើញថាភ្ញៀវទេសចរហាក់មានកំណើនប្រសើរឡើងបន្តិចបានហើយមិនមែនថាក្រុមហ៊ុនរបស់លោកទេក្រុមហ៊ុនផ្សេងទៀតក៏ខិតខំនៅក្នុងការផ្សព្វផ្សាយទេសចរដែរដើម្បីឲ្យភ្ញៀវទេសចរមកលេងស្រុកខ្មែរយើងក្នុងនាមជាផ្នែកមួយដែរលោកមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលមានការទុកចិត្តនៅក្រុមហ៊ុនទេសចររបស់លោកហើយបានមកតាមរយៈក្រុមហ៊ុនទេសចររបស់លោកបាទសូមជម្រាបសូមអរគុណតើតើសំណួរចុងក្រោយនេះខ្ញុំសូមអរគុណមែនតើហើយចាស់ស្ដែងគឺពួកយើងមានមោទនភាពខ្លាំងណាស់ក្នុងការបម្រើភ្ញៀវទេសចរហើយបុគ្គលិករបស់យើងម្នាក់ៗគឺគាត់ស្វាហាប់ធ្វើអស់ពីចិត្តដោយសារជាការងារដែលស្រឡាញ់ហើយសូមអរគុណមែនទែនសម្រាប់ខាងរដ្ឋាភិបាលគាត់សារនេះគឺគាត់ជុំជ្រែងខ្លាំងមែនទែនមិនមែនថាសារមុនអត់ជុំជ្រែងក៏ប៉ុន្តែគាត់ជុំជ្រែងគ្នាហើយសារនេះគឺខ្លាំងជាងមុនទៅទៀតបាទគាត់ព្យាយាមធ្វើអ្វីដែលថ្មីសម្រួលដល់ភ្ញៀវទេសចរសពបែបសពយ៉ាងសូមអរគុណមែនទែនបាទអញ្ចឹងអរគុណលោកសុជាតិដែលបានចូលរួមព្រឹត្តិការណ៍នៅពេលនេះបាទ